បាទតើពុកម៉ែបងប្អូនធ្លាប់ជួបដែរទេតាក់ទងនឹងបញ្ហាកូនជ្រូកហើមសាឡាក់ជំរាបសួរខ្ញុំបាទស៊ឺកំហៀងជាមន្ត្រីបច្ចេកទេសនៃក្រុមហ៊ុនចំណីសត្វនិងថ្នាំសត្វ AGFeed បាទថ្ងៃនេះខ្ញុំសូមណែនាំពុកម៉ែបងប្អូនអំពីវិធីសាស្ត្រក្នុងការការពារកូនជ្រូកដែលមានបញ្ហាទៅលើការហើមសាឡាក់បាទតើកត្តាហើមសាឡាក់នេះមានបញ្ហាមកពីអ្វីខ្លះចំពោះកូនជ្រូកដែលមានបញ្ហាហើមសាឡាក់ជាទូទៅកូនជ្រូកដែលចិញ្ចឹមនៅលើសាបគឺតែងតែកកិតជាមួយនឹងកម្រាលដែលបង្កឲ្យមានការឆ្លងនៅមេរោគផ្សេងៗបាទចំពោះកូនជ្រូកបែបអញ្ចឹងនៅពេលដែលយើងមិនបានព្យាបាលឬក៏ការពារវាបានទេវានឹងចាប់ផ្ដើមបង្កឲ្យទៅជាមានការហើមសាឡាក់ចំពោះការហើមសាឡាក់នេះបង្កឲ្យកូនជ្រូកមានការលូតលាស់យឺតនិងបង្កឲ្យកូនជ្រូកចាប់ផ្ដើមឡើងកម្ដៅកន្លែងសាឡាក់ហ្នឹងគឺចាប់ផ្ដើមហើមអាចបង្កជាខ្ទុះឬក៏កករឹងវិធីសាស្ត្រក្នុងការព្យាបាលការហើមសាឡាក់នេះខ្ញុំសូមណែនាំ AG Dexa និង AG Amok ការប្រើប្រាស់ AG Dexa និង AG Amok នេះក្នុងគោលបំណងដើម្បីទៅផ្សះទៅលើកូនជ្រូកដែលមានការហើមសាឡាក់នេះហើយក៏ទៅសម្លាប់មេរោគក្រៅពីនេះយើងប្រើប្រាស់ AG Dexa ក្នុងគោលបំណងដើម្បីប្រឆាំងនឹងការរលាកនិងធ្វើឲ្យកូនជ្រូកកើនឡើងការស៊ីចំណីជាមួយប្រសិនបើពុកម៉ែបងប្អូនកំពុងតែជួបបញ្ហាការហើមសាឡាក់នៅលើកូនជ្រូកនេះពុកម៉ែបងប្អូនអាចតាក់ទងមកកាន់ខ្ញុំបាទគឺកំហៀងដែលមានលេខទូរស័ព្ទ016 239 33ដើមឬតាក់ទងមកកាន់ Page AGFeed បានសូមអរគុណ